Bạnសួស្តីបងប្អូនអរគ្នាឥឡូវយើងមកមើលរបៀបដាក់លេខពពួកឡានអវតារឬក៏ឡានបោះចិត្តណាឡានទឹកចេញថ្មីបាទ2026ណាបងប្អូនអរគ្នាបាទអញ្ចឹងកន្លែងដាក់លេខវាបើសិនឡានប្រភេទឡានធម្មតាវានៅកន្លែងនេះណាតែបើឡានទំនើបវានៅកន្លែងនេះវិញនេះឃើញនេះអញ្ចឹងបើសិនយើងដាក់ចុះមកខំចេះអានេះស្មើនឹងអក្សរ D ណាចឹងអក្សរ D នេះវាលោតសញ្ញាអក្សរ D នៅលើនេះឃើញទេបាទ D ហ្នឹងសម្រាប់ដែលយើងបើកបរទៅមុខធម្មតាណាបងប្អូនអរគ្នាហើយបើសិនយើងចង់ដាក់លេខអាយ៉ែថយក្រោយយើងត្រូវរុញឡើងលើចឹងបងប្អូនណាបាទនេះរុញឡើងលើចឹងនេះលេខអក្សរ O ចឹងអក្សរ O ហ្នឹងវាលោតសញ្ញាកាមេរ៉ាទាំងអស់នេះឃើញទេអក្សរ Oឬក៏ A ហ្នឹងគេហៅថាលេខរយៈថយក្រោយណាបងប្អូនអរគ្នាណាបាទហើយបើសិនយើងចង់ដាក់ N យើងរុញឡើងលើក៏បានបាទចុះក្រោមក៏បានដែរណានេះយើងរុញបន្តិចមកនេះចាំមើលណាឧទាហរណ៍ខ្ញុំដាក់អក្សរ N ណាបាទចាំតិចបាទរៀងពិបាកដាក់បន្តិចបាទនេះអូខេអញ្ចឹង N ហ្នឹងវារៀងការដាក់ហ្នឹងវារៀងពិបាកបន្តិចណាអញ្ចឹងយើងរុញបន្តិចចេះបាទនេះអញ្ចឹងវាលោតសញ្ញាអក្សរ N នេះអត់ហ្នឹងរុញឡានបានធម្មតាបងប្អូនណាបាទហ្នឹងរុញបានធម្មតាហើយបើសិនយើងចង់ដាក់ពេលនេះគេដាក់រូបសញ្ញាយើងចុចនេះចុចនេះបាទចុចអញ្ចឹងមកនេះលោតសញ្ញាអក្សរពេលណាបាទពេលហ្នឹងចតបាទឬក៏ parking បងប្អូននេះណាហើយកន្លែងដែលយើងសញ្ញោកន្លែងអីកន្លែងនេះសញ្ញោភ្លើងណាសញ្ញោភ្លើងឡានអញ្ចឹងដូចគ្នាដែរណានេះគេបាទនេះគេមករូបឡានអវតារស្អាតបងប្អូនហ្នឹងណាបាទពីរំទំនើបមែនតើតែម្ដងបាទឡាននេះបាទពីរំចូលមកដូចក្នុងយន្តហោះអញ្ចឹងបាទវាទំនើបអញ្ចឹងបងប្អូនហ្នឹងណាបាទតែឡាននេះមិនមែនជាឡានយើងប្រឡងទេក៏ណាឡានសម្រាប់ដែលយើងដាក់សម្រាប់តែជើងរៀនបើកបរណាបងប្អូនអរគ្នាអូខេហើយនេះកន្លែងដែលតឡានកញ្ចក់ឬក៏កន្លែងលុកកញ្ចក់ហើយនឹងលុកទ្វារណាឬក៏កន្លែងបើកទ្វារអញ្ចឹងកន្លែងបើកទ្វារហ្នឹងចុចវាចេះចឹងមកនេះអូបិទចូលវិញមកគាត់បិទចូលវិញក៏អីអូតូតែម្ដងបងប្អូននេះបាទអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនណាបាទកុំភ្លេចជួយ follow ឬក៏ជួយ share គ្រូម្នាក់មួយផងណាអរគុណច្រើនបងប្អូនអរគ្នាបាទបាយបាយ